រាប់សួរអ្នកទាំងអស់គ្នានេះជាវីដេអូបើកបរតេសាកល្បងឡាន Mazda EZ60 នៅផ្លូវដែកពិបាកមួយនៅប្រទេសចិនការប៉ះទង្គិចគ្នារវាងឡានទាំងពីរនៅក្នុងល្បឿន110 គីឡូម៉ែត្រក្នុង1ម៉ោងការធ្លាក់ពីចំណោតជ្រៅកម្ពស់35ម៉ែត្របន្ទាប់មកយកឡាននឹងទៅដាក់ត្រាំទឹកក្នុងជម្រៅកន្លះម៉ែត្ររយៈពេល30នាទីចឹងសម្រាប់លទ្ធផលបន្ទាប់ពីប៉ះគ្នាហើយយើងឃើញថាតួរបស់ឡានសសរក្រហម ABCD ហ្នឹងគឺអត់មានការប្រែប្រួលខ្លាំងបន្ទាប់ពីធ្លាក់ពីលើជ្រោះ35ម៉ែត្រហើយត្រាំទឹក30នាទីរួចក៏ឃើញថាថ្មអត់មានផ្ទុះអត់មានលិចដែរតួឡានរបស់ Mazda ធ្វើឡើងពីដែកថែបដែលមានលក្ខណៈរឹងមាំខ្លាំងតួក្រហមដែលអ្នកទាំងអស់គ្នាបានឃើញហ្នឹងគឺក្រុមហ៊ុនដែករបស់ចិនបានសហការជាមួយនឹងក្រុមហ៊ុនរបស់ជប៉ុនរយៈពេល20ឆ្នាំដើម្បីសម្រេចបានគុណភាពដែកពី980 megapascal រហូតដល់1500 megapascalចាអញ្ចឹងលទ្ធផលបន្ទាប់ពីការតេស្តឡានហ្នឹងគឺពងខ្យល់របស់ឡាន Mazda ទាំង9គ្រាប់ត្រូវបានបើកទាន់ពេលវេលាឡាន Mazda EZ60 នេះក៏ជាប់ពានរង្វាន់2នៅខាងប្រទេសចិនគឺ Top 10 ឡានដែលមានតួល្អបំផុតហើយនិង Top 10 ឡានដែលប្រាំង material ល្អបំផុតដូចនេះហើយម៉ាក Mazda គឺម៉ាក Mazda អ្នកទាំងអស់គ្នាគឺម៉ាកជប៉ុន brand ជប៉ុន technology ជប៉ុនបើកបរដោយភាពរីករាយនិងសុវត្ថិភាពអញ្ចឹងឡាននេះឥឡូវចេញលក់ជាផ្លូវការហើយសម្រាប់តម្លៃពិសេសអាចតាក់ទងមកកាន់ឡាន KX បានហើយក៏អរគុណអ្នកទាំងអស់គ្នាសម្រាប់ការតាមដានវីដេអូនេះតាំងពីដើមរហូតដល់ចប់